ក្នុងជីវភាពប្រចាំថ្ងៃសម័យទំនើបនៅសង្កាត់ងួយខ្វាខេត្តវិញឡុងដែលជាកន្លែងប្រមូលផ្ដុំនៃតម្លៃវប្បធម៌ខ្មែរដ៏លេចធ្លោនៅទីនោះនៅតែរក្សាទុកឃ្លាំងចំណេះដឹងដូនតាមួយគឺសាត្រាស្លឹកគ្រឹតដែលចាត់ទុកដោយអក្សរខ្មែរបុរាណឆ្លងកាត់ជាច្រើនជំនាន់ទំព័រសាត្រាស្លឹកគ្រឹតទាំងនោះបានបញ្ជាក់នៅដំណើរការអភិវឌ្ឍរបស់សហគមន៍ក្បួនខ្នាតគម្ពីរព្រះត្រៃបិដកពុទ្ធវាទនិងឃ្លាំងគំនិតប្រជាប្រិយនៃជនជាតិខ្មែរណាំបោដោយសារមើលឃើញតម្លៃដ៏សំខាន់នោះក្រុមស្រាវជ្រាវឯកទេសនៅសាកលវិទ្យាល័យត្រាវិញបានអនុវត្តគម្រោង Digital នីយកម្មសាត្រាស្លឹកគ្រឹតដើម្បីអភិរក្សនិងអភិវឌ្ឍមរតកវប្បធម៌ខ្មែរនៅវត្តសំរោងឯកសង្កាត់ងួយខ្វាខេត្តវិញឡុងសកម្មភាពសំខាន់របស់គម្រោងរួមមានវិតម្លៃបឋមពីបច្ចុប្បន្នភាពសាត្រាស្លឹកគ្រឹតការបែងចែកប្រភេទនិងធ្វើបញ្ជីមាតិកាសង្ខេបខ្លឹមសារបំណក់ប្រែជាភាសាវៀតណាមថតសំឡេងនិងបង្កើតកម្រងទិន្នន័យ Digital ភាសាសាត្រាស្លឹកគ្រឹតការរៀបចំវគ្គបណ្ដុះបណ្ដាលដើម្បីចែករំលែកបទពិសោធន៍និងណែនាំប្រើប្រាស់ទិន្នន័យទៅសហគមន៍គោលបំណងទាំងអស់គឺដើម្បីថែរក្សាបង្កើននិងផ្សព្វផ្សាយតម្លៃអប់រំនៃភាសានិងអក្សរសាស្ត្រដែលជាទ្រព្យខប់ប្រសើរចំណេះដឹងរបស់ខ្មែរនៅភាគខាងត្បូងនៃប្រទេសវៀតណាមជាច្រើនចំនួនហើយបានក្រុមការងារក៏បានសូមអនុញ្ញាតស្រាវជ្រាវហើយរៀបចំមកជាសាជាថ្មីហើយអាត្មាភាពក៏សូមផ្ដាំដល់វត្តអារាមក្តីមាននៅសេះសល់នៅស្ថានលក្ខិតនោះយើងទៅរៀបចំទុកដាក់ឲ្យត្រឹមត្រូវដើម្បីសម្រាប់ពិចារណាចំណានក្រោយសិក្សារៀនសូត្របទតាជាវត្ថុបុរាណមួយនិងកម្រានឹងមានណាស់ធ្វើដែរដើម្បីសរសេរឬចាក្នុងស្ថាននោះបានដោយហោចឥឡូវហើយបើយើងមិនរក្សាទុកចូលបាត់បង់ស្ថាពីបុរាណជាគេដំណើររបស់បរមចាស់ទុំដូនតាចាស់ទុំរបស់យើងក្នុងក្របខ័ណ្ឌគម្រោងការនេះកន្លងមកក្រុមការងារបានសិក្សាវិតម្លៃនិងបែងចែកប្រភេទបញ្ជីសាត្រាស្លឹកគ្រឹតទំព័រនីមួយៗត្រូវបានពិនិត្យយ៉ាងប្រុងប្រយ័ត្នចាប់ពីការសម្អាតបង្កាត់កូដកំណត់ហេតុនិងការផ្ទុកទិន្នន័យ Digital គម្រោងមិនត្រឹមតែថែរក្សាវត្ថុបុរាណទេប៉ុន្តែថែមទាំងកសាងកម្រងទិន្នន័យ Digital អំពីភាសាអក្សរសាស្ត្រអក្សរសិល្ប៍វប្បធម៌ទំនៀមទម្លាប់ប្រពៃណីខ្មែរដើម្បីផ្សព្វផ្សាយមរតកដូនតាទាំងនោះកុំឲ្យបាត់បង់សាបរលាបទៅថ្ងៃអនាគតគម្រោង Digital នីយកម្មសាត្រាស្លឹកគ្រឹតខ្មែរមានការអនុញ្ញាតពីគណៈកម្មាធិការប្រជាជនខេត្តវិញឡុងដោយជំនួយគាំទ្រពីមូលនិធិច្នៃប្រឌិតសម្រាប់សហគមន៍នៃស្ថានទូតកាណាដាប្រចាំការនៅប្រទេសវៀតណាមគម្រោងការនេះអនុវត្តតាំងពីខែកក្កដាឆ្នាំ2025រហូតខែកុម្ភៈឆ្នាំ2026និងអនុវត្តទៅបានរលូនអាស្រ័យមានការជំរុញទឹកចិត្តពីប្រជាអធិការអារាមាភិបាលវត្តសំរោងឯកមួយវិញទៀតគឺមានការចូលរួមយ៉ាងពេញទំហឹងពីលោកគ្រូនៅសាលាមធ្យមសិក្សាបាលីខ្មែរក៏ដូចគ្រូចាស់មួយចំនួនដែលកំពុងចូលបរិញ្ញាបត្រតាមវត្តអារាមនេះហើយគឺជាកម្លាំងទឹកចិត្តដ៏មុះមាំនៃបញ្ញវន្តខ្មែរសម្រាប់ក្រុមអ្នកឯកទេសនៃសាកលវិទ្យាល័យត្រាវិញទន្ទឹមនឹងនោះគម្រោងការនេះគឺមានភាពលំបាកផងដែរទី1គឺការអានដើម្បីបំណែកចែកប្រភេទក៏ដូចសង្ខេបខ្លឹមសារនៃប្រភេទនីមួយៗអាស្រ័យរចនាសម្ព័ន្ធពាក្យនិងសម្ព័ន្ធប្រយោគដែលបានចារឹកនៅក្នុងសាត្រាស្លឹកគ្រឹតនេះពាក្យមួយចំនួនគឺមានតម្រង់ពាក្យវាមិនដូចនឹងតម្រង់ពាក្យភាសាខ្មែរបច្ចុប្បន្ននេះទេចំណុចទី2គឺបច្ចេកទេសនៃការថតអាស្រ័យយើងខ្វះសម្ភារៈឧបទេសហើយដូច្នេះយើងត្រូវកែច្នៃតោះហើយនេះម៉ាស៊ីនថតអាស្រ័យຂະຫນាតនៃសាត្រាស្លឹកគ្រឹតនេះវាមានប្រភេទខ្លះវាវែងទៅ8តឹកហើយដូច្នេះយើងអត់មានម៉ាស៊ីនស្កែនទេយើងត្រូវការកែច្នៃយើងថតរួចយើងត្រូវកាត់ហើយនឹងយើងរៀបសារឡើងវិញ
ទៅតាមតំបន់នីមួយៗហើយនឹងភាគនីមួយៗនៃសត្រាស្លឹករឹតនេះ từ thực trạng thực tế của việc ដោយមើលឃើញពីស្ថានភាពនៃការថែរក្សាក្បួនសាត្រាស្លឹករឹតក្រុមអ្នកឯកទេសនៃសាកលវិទ្យាល័យត្រាវិញបានចុះទៅសិក្សាពីស្ថានភាពពិតនៃការអភិរក្សនេះហើយបានយល់ថាបើយើងគ្មានវិធានការរក្សាទុកដាក់ឲ្យបានល្អទេអាចបង្កឲ្យបាត់បង់ខូចខាតនិងស្ដាប់រលាបទៅតាមកាលវេលាហេតុដូច្នេះក្រុមអ្នកស្រាវជ្រាវបានពិចារណាលើបញ្ហានេះគ្រប់គ្រងវិធីគឺធ្វើយ៉ាងណារក្សាបាននូវកេរដំណែលមរតកវប្បធម៌របស់ដូនតាដើម្បីទុកឲ្យជំនានុជនជំនាន់ក្រោយទទួលបានការសិក្សាស្រាវជ្រាវយ៉ាងងាយស្រួលបំផុតដោយមើលឃើញពីស្ថានភាពពិតដូច្នោះក្រុមអ្នកឯកទេសស្នើសុំគម្រោង Digital នីយកម្មនៃសាត្រាស្លឹករឹតខ្មែរប្រការនេះបញ្ជាក់ឲ្យឃើញពីទឹកចិត្តខិតខំរបស់ក្រុមអ្នកស្រាវជ្រាវសាត្រាស្លឹករឹតជាឃ្លាំងគំនិតដ៏សម្បូរបែបរបស់បុព្វបុរសខ្មែរការធ្វើ Digital នីយកម្មនៃសាត្រាស្លឹករឹតនេះគឺក្នុងគោលបំណងចង់ផ្សព្វផ្សាយចង់ក្រងទិន្នន័យទាំងនោះធ្វើយ៉ាងណាឲ្យបានគៀកជិតងាយស្រួលដល់អ្នកសិក្សាក៏ដូចសហគមន៍ពិភពលោកកម្រងទិន្នន័យនេះមានសារប្រយោជន៍ណាស់សម្រាប់អ្នកសិក្សាស្រាវជ្រាវអាចធ្វើការវិភាគស៊ីជម្រៅលើផ្នែកភាសាខ្មែរឬអត្តសញ្ញាណវប្បធម៌របស់ខ្មែរក្នុងក្របខ័ណ្ឌវិទ្យាសាស្ត្រក្នុងយុគសម័យបច្ចេកវិទ្យាទំនើបមានឱកាសបើកទំព័រថ្មីនាំយកសាត្រាស្លឹករឹតទាំងនោះទៅកាន់សាធារណជននិងអ្នកស្រាវជ្រាវបានយ៉ាងងាយស្រួលគម្រោងការនេះគឺជាដំណើរតភ្ជាប់រវាងអតីតកាលបច្ចុប្បន្ននិងអនាគតដើម្បីផ្សព្វផ្សាយមរតកដូនតាខ្មែរនៅភាគខាងត្បូងប្រទេសវៀតណាមបានទូលំទូលាយនៅលើសកលលោក